này khác nàyជួយចិត្តញ៉ាំស្ងោរម្រេចណាចានេះគឺហូបសំហើយបើចំណែកនេះខ្ញុំយកវាទៅក្លុកបើបងប្អូនចង់ចាំក៏បានដែរបន្ទាប់ពីខ្ញុំក្លុកសាច់ជ្រូកហើយគឺខ្ញុំយកវាមកទុកផ្នែកបន្ទាប់មកគឺខ្ញុំត្រូវក្លុកគ្រឿងដូចជាផ្សិតកាជីកដោម្សៅការ៉ុតគឺខ្ញុំក្លុកចូលគ្នាបន្ទាប់មកគឺខ្ញុំយកមកលាយជាមួយនឹងសាច់បន្ទាប់មកយើងចូលលាយគ្រឿងដូចជាម្សៅរ៉ូឌីប៊ីចេងស្ករសម្រេចខ្ញុំលួចថែមប្រេងខ្យងបន្តិចទឹកត្រីបន្តិចផងដែរបន្ទាប់មកយើងចាប់ផ្ដើមច្របល់វាសោមបន្ទាប់ពីច្របល់សពហើយគឺខ្ញុំចាប់ផ្ដើមទៅដាំទឹកម្ដងនៅពេលដែលដាំទឹកបងប្អូនភ្លេចលួចដាក់អំបិលបន្តិចផងណានៅពេលដែលយើងដាំទឹកបន្ទាប់មកទៀតខ្ញុំឆ្លៀតទៅញាត់សាច់ចូលនៅក្នុងម្រះហើយមិនថាថ្ងៃនេះឬក៏ថ្ងៃស្អែកមិនបែកជីវ៉ាសន្យាថានឹងមើលថែអូយើងនឹងកាន់ដៃគ្នាឆ្ពោះទៅរកស្នេហាស្មុំស្មិនទោះមានអន្សងក៏មិនបកក្រោយស្នេហាបងប្រៀបដូចជាសមុទ្រសាច់ទៅពីញាត់ម្រះហើយទឹកក៏ចាប់ផ្ដើមពុះខ្ញុំក៏បានដាក់ឆ្អឹងចូលចឹងកន្លែងនេះដោយសារតែខ្ញុំទិញសាច់ដូចមួយច្រាំហេងតិចអញ្ចឹងខ្ញុំត្រូវការលាយឆ្អឹងបន្ថែមដល់មកបងដំស៊ុបខ្ញុំបងការ៉ុតចូលដល់មកគ្របទុកឲ្យពុះចាំបងប្អូននៅពេលដែលយើងដាំទឹកវាមានពុះបែបនេះគឺយើងត្រូវការស្រង់ពពុះចេញដើម្បីឲ្យទឹកចំណូលយើងវាថ្លាល្អដល់មកខ្ញុំចាប់ផ្ដើមបងម្រះចូលបងចូលហើយគឺយើងអាចដាក់គ្រឿងថែមថយទៅតាមចំណង់ចំណូលចិត្តរបស់យើងបានមួយវិញទៀតនៅពេលដែលស្ងោរម្រះបើសិនជាយើងអត់ចេះញ៉ាំល្វីងទេយើងអាចគ្របវាទុកឲ្យពុះហើយនៅពេលដែលវាពុះគឺយើងបើកគម្របទុកវាចោលបើកគម្របចោលឲ្យវាពុះទាំងតែអត់គម្របរហូតដល់តែវាឆ្អិនទេបងប្អូនអញ្ចឹងទៅគឺវាអត់សូវល្វីងបានទេចឹងនេះពេលដែលខ្ញុំស្ងោរតែបំណងវាពេលដែលវាពុះហើយខ្ញុំទុកវាចោលរហូតដល់ឆ្អិនខ្លួនឯងតោះមកនេះឆ្អិនហើយគឺយើងចាប់ដើមរោយកាត់ខ្ទឹមមកបើចឹងបានដល់ទីបញ្ចប់